ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំលើកឡើងជាមួយនឹង status ដែលខ្ញុំបាននិយាយថាស្ត្រីគឺជាមេដាដៃ100ស្ត្រីមេផ្ទះគឺជាមេដាដៃ100ហើយបើសិនបើស្ត្រីមេផ្ទះចេញរកចំណូលទៀតគឺជាមេដាដៃ200ចាចំណុចនេះវាហាក់បីដូចជាលេងសើចប៉ុន្តែអាចនិយាយបានថាតំណងមួយយ៉ាងដែរត្រូវអត់បងប្អូនមានបងប្អូនណាគ្រប់គ្រងអត់អញ្ចឹងនេះខ្ញុំចង់និយាយថាអញ្ចេះបើសិនជាយើងគិតទេណាអានេះយើងគិតគ្នាយើងទេតាមពិតទៅមនុស្សស្រីយើងពិតជាអស្ចារ្យខ្លាំងមែនទែនហេតុអីនេះខ្ញុំនិយាយចឹងក្រៅពីកិច្ចការផ្ទះសម្បែងធ្វើម្ហូបទុកដាក់ហើយអាចបង្កើតកូនពពុះហើយអាចមើលកូនអប់រំកូនណែនាំថែទាំកូនហើយអាចរកចំណូលបានទៀតទោះបីជាចំណូលតិចក៏ដោយច្រើនក៏ដោយប៉ុន្តែឲ្យតែឆ្លៀតបាននេះខ្ញុំគិតថាអស្ចារ្យមែនទែននៅពេលដែលធ្វើជាមេផ្ទះមែនអត់មានបញ្ហាទេណាបញ្ហាស្មុគស្មាញកាត់ឡើងហើយបើសិនជាខ្លាចជាម្ដាយគេទៀតបញ្ហាគឺកាន់តែមានកើនជាពិសេសម៉ាក់ដែលគាត់តែងតែខ្លាយទៅជាចៅក្រមដែលត្រូវដោះស្រាយបញ្ហាកូនឆ្លោះគ្នាឈឺក្បាលខ្លាំងមើលពីខាងក្រៅទៅវាមិនសមជាបញ្ហាប៉ុន្តែការចិញ្ចឹមកូនមួយនេះគឺជារឿងដែលធំបំផុតចិញ្ចឹមកូនល្អគឺអត់អីទេប៉ុន្តែបើចិញ្ចឹមកូនមិនល្អទេអ្នកនឹងខ្លាយទៅជាមនុស្សដែលត្រូវគេស្ដីបន្ទោសហើយគឺស្វាមីខ្លួនឯងបើសិនជាស្វាមីចេះគិតអត់អីស្វាមីខ្លះអត់ចេះគិតគាត់នឹងបន្ទោសស្ត្រីដែលជាម្ដាយនឹងថាជាម្ដាយដែលមិនចេះបដៅកូនមិនចេះមើលកូនអ្នកខ្លះមិនត្រឹមតែស្វាមីបន្ទោសទេឆ្លៀតដល់សាច់ញាតិបន្ទោសទៀតថាអូមកពីម្ដាយនឹងប្រពន្ធនឹងមិនចេះមើលកូនមិនចេះមើលចុះពីហ្នឹងគឺជាបញ្ហាដែលស្ត្រីត្រូវតែប្រឈមតែបញ្ហាដែលប្រឈមរឿងកូនហ្នឹងកូនមួយអត់អីទេកូនពីរកាន់តែធ្ងន់កូន3កាន់តែច្រើនដោយសារអីរឿងក្តីវាកាន់តែកើនឡើងរាល់ថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃដោយសារគាត់ឆ្លោះគ្នាគាត់យកមកប្តឹងបរិសុទ្ធតែតែគិតថារឿងហ្នឹងវាជារឿងសាមញ្ញធម្មតាប៉ុន្តែគាត់អត់ដែលរវីរវល់អើពើនឹងរឿងចំនួនកូននឹងកូនហ្នឹងឯងតែមានតែស្ត្រីដែលអញញ៉ៃជាងគេជាមួយរឿងកូននឹងកូនហេតុអីហ៎គាត់មានរឿងមកប្តឹងយើងរហូតគាត់ឆ្លោះគ្នារហូតបន្តិចបន្តួចអីហ្នឹងហើយអាហ្នឹងហើយគឺជាបញ្ហាដ៏ចាក់ស្រេះចាទុយហ្នឹងណាឆ្លោះគ្នាគឺឈឺក្បាលសាហាវណាស់ហើយមួយទៀតនេះខ្ញុំចង់និយាយថាភាពអត់ធ្មត់របស់មនុស្សស្រីនៅក្នុងពេលវេលានេះគឺមានធ្ងន់ជាងបរិសុទ្ធហេតុអីបរិសុទ្ធគាត់អាចធ្វើជាបង្គោលគ្រួសារគាត់អាចទៅរកស៊ីរកចំណូលបានប៉ុន្តែគាត់មិនអាចទទួលកិច្ចការងារផ្ទះផងទៅរកចំណូលផងបានដោយស្ត្រីនោះទេអ្វីដែលសំខាន់ស្ត្រីមានភាពធន់មានភាពអត់ធ្មត់ខ្លាំងជាងគាត់អាចធន់នឹងការងារផ្ទះធន់នឹងកិច្ចការផ្ទះសម្បែងនឹងហើយធន់នឹងការមើលកូនពោះបង្កើតកូនហើយគាត់អាចធន់នឹងរឿងចំនួនរបស់កូនហើយមួយវិញទៀតបើសិនបើគាត់ថែមការងារនៅខាងក្រៅគាត់ត្រូវធន់រឿងរ៉ាវនៅខាងក្រៅបន្តទៀតអ្នកដែលចេញទៅខាងក្រៅគឺសុទ្ធតែជួបនៅបញ្ហាខាងក្រៅបរិសុទ្ធគឺគាត់ដឹងទាំងអស់គ្នាគាត់ទៅធ្វើការគឺគាត់មានបញ្ហារបស់គាត់ហើយគាត់ដឹងថាសង្គមខាងក្រៅរបស់គាត់មានបញ្ហាបែបណាហើយអញ្ចឹងនៅពេលដែលភរិយាគាត់ទៅធ្វើការនៅខាងក្រៅផងធ្វើការនៅក្នុងផ្ទះផងគាត់ត្រូវតែដឹងថានាងមានបញ្ហាហ្នឹងគុណនឹង2ចាអញ្ចឹងអ្វីដែលនេះខ្ញុំចង់និយាយនៅក្នុងពេលនេះចង់ឲ្យបរិសុទ្ធទាំងអស់លើកទឹកចិត្តភរិយាបានច្រើនបើទោះបីជាយើងហត់ដូចគ្នាក៏ប៉ុតមែនក៏ប៉ុន្តែគួរយល់ថាបន្ទុករបស់ភរិយាគឺធ្ងន់ដោយសារអីយើងនិយាយថាដ្រាម៉ាទៅចោះនាងកាត់មកគឺមានផលវិបាកមួយគឺមករដូវរាល់ខែវេទនាឈឺចាប់រាងកាយទន់ខ្សោយអស់កម្លាំងព្រោះជាពេលវេលាមួយដែលត្រូវធម្មតាយើងមុតដៃតែបន្តិចចាញ់ឈាមចាវាបាត់បង់ឈាមវារៀងអត់សូវស្រួលខ្លួនបាត់ទៅហើយប៉ុន្តែចុះតម្រាំតែយើងផ្លាស់ប្ដូរនៅវត្តរាងកាយរបស់យើងពីមួយខែទៅមួយខែនៅក្នុងអំឡុងពេលហ្នឹងគឺជាពេលវេលាមួយដែលចុះខ្សោយប៉ុន្តែនាងមិនចុះខ្សោយទេដោយសារអីគឺនាងប្រឹងទប់ទល់ក្រោកឈរការងារផ្ទះផងដោះស្រាយរឿងរាវកូនផងព្រៀនបដៅបង្ហាត់កិច្ចការផ្ទះអីកូនផងហើយត្រូវប្រឈមដោះស្រាយទៅនឹងបញ្ហាដែលការងាររបស់នាងផ្ទាល់ខ្លួនទៅទៀតអាហ្នឹងគឺជាបន្ទុកដែលពិបាកហើយអ្វីដែលសំខាន់នេះខ្ញុំមិនចង់លើកឡើងថាអូការពពោះឆ្លងទន្លេគឺជាបន្ទុកប៉ុន្តែវាគឺជាបន្ទុកជាអូតូម៉ាទិកតែម្ដងហេតុអីបរិសុទ្ធអាចធ្វើបាននេះនារីមានផ្ទៃពោះអាចទៅធ្វើការខាងក្រៅបានអាចទៅតស៊ូដោះស្រាយនៅបញ្ហាផ្សេងបានទាំងដែលបរិសុទ្ធអត់ធ្លាប់ជួបនៅភ្លក់រសជាតិទាំងអស់នឹងទេអញ្ចឹងបើយើងមិនបានភ្លក់រសជាតិទាំងអស់នឹងយើងកុំវិនិច្ឆ័យថាអូមានអីអស្ចារ្យប៉ុណ្ណឹងស្រួលអត់អញ្ចឹងទេវាពិបាកខ្លាំងវាជាការលះបង់ធំធេងវាជាការដែលចង់ឲ្យបរិសុទ្ធទាំងអស់យកចិត្តទុកដាក់ហើយកលេចមកលើកទឹកចិត្តមើលថែភរិយារបស់យើងវិញបើទោះបីជាគាត់រកចំណូលបានតិចជាងយើងក៏ដោយប៉ុន្តែយើងក៏មានមោទនភាពមួយដែលថាមានភរិយាជួយធ្វើជាអ្នក
ជ្រោមជ្រែងនៅក្នុងគ្រួសារមិនឲ្យយើងប្រឹងធ្វើជាបង្គោលគ្រួសារតែម្នាក់ឯងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែចង់លើកទឹកចិត្តឲ្យម៉ាម៉ាក់ទាំងអស់គ្នាចាកុំបាក់ទឹកចិត្តតស៊ូរឹងមាំបន្តទៀតធ្វើម៉េចយើងកើតមកជាម្ដាយយើងកើតមកជាស្ត្រីយើងត្រូវជួបនឹងរឿងរ៉ាវអស់នឹងហើយយើងមានតែរឹងមាំបន្តទៅមុខទៀតបាទហើយអ្វីដែលជាការសំណូមពរឲ្យប៉ាទាំងអស់គ្នាបរិសុទ្ធទាំងអស់គ្នាយកចិត្តទុកដាក់ចំពោះភរិយាលើកទឹកចិត្តនាងឲ្យបានច្រើនកុំសូវដាក់បន្ទុកបើសិនបើនាងខ្វះខាតលើសលួសមិនអាចបំពេញចន្លោះកិច្ចការណាមួយនៅក្នុងផ្ទះបានល្អប្រសើរក៏សូមកុំសូវប្រកាន់ដែរដោយសារអីដោយសារតែបន្ទុកនឹងវាច្រើនមែនតើជួនកាលរហូតដល់ភ្លេចភ្លាំងភ្លេចមើលថែខ្លួនឯងក៏មានដែរប៉ុន្តែច្រើនបើសិនបើនាងខ្ញុំលើកឡើងនៅមានការខ្វះខាតចន្លោះនៅត្រង់ចំណុចណាមួយក៏សូមអភ័យទោសយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតជំរាបលា